بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله تعالى وبركاته យើងឃើញថាសប្តាហ៍ថ្ងៃនេះបច្ចេកវិទ្យាទាន់សម័យសម្រាប់យុវជនរបស់យើងគឺប្រព័ន្ធបច្ចេកវិទ្យាសង្គមយើងឃើញថាមានច្រើនការងារទាំងអស់នេះឬក៏ប្រព័ន្ធទាំងអស់នេះយើងអាចទាញយកផលចំណេញពីវាបានហើយក៏វាអាចនឹងផ្ដល់នៅចំណុចអវិជ្ជមានផងដែរប្រសិនបើយើងធ្វើប្រហែសចំពោះបញ្ហានៃការប្រើប្រាស់វាយើងឃើញថាអ្វីដែលនាំឲ្យមានវិបត្តិយើងលើកចំណុចវិបត្តិនោះណាគឺត្រង់ថាសូមឲ្យមានការប្រុងប្រយ័ត្នថាកុំលះរហួនពេកជុំវិញបញ្ហានៃការផ្សព្វផ្សាយបន្តព្រោះយើងឃើញថាសាសនាអ៊ីស្លាមគឺអល់ឡោះជាម្ចាស់បានណែនាំយ៉ាងច្បាស់ជុំវិញបញ្ហានេះឲ្យយើងប្រុងប្រយ័ត្នអំពីព័ត៌មានមិនពិតដោយដែលទ្រង់បានមានបន្ទូលថាប៊ីស្មិលឡាហ៊ីររ៉ាហ្មានិររ៉ាហ៊ីមយ៉ាអាយុហាល់ឡាហ្ស៊ីណាអាម៉ានូអ៊ីនជាអាគុំហ្វាស៊ីគុំប៊ីណាប៊ីនហ្វាតាបៃយ៉ានូអានទុស៊ីបូកោមប៊ីជាហាឡាទីនហ្វាទុស្ប៊ីហ៊ូអាឡាម៉ាហ្វាអលតុមណាឌីមីនដែលមានន័យថាអោបណ្ដាអ្នកដែលមានជំនឿពេលណាហើយដែលអ្នកបំពេញច្បាប់របស់អល់ឡោះតែងតែផ្ដល់ព័ត៌មានអីដល់ពួកអ្នកសូមពួកអ្នកបញ្ជាក់ព័ត៌មាននឹងឲ្យច្បាស់មុននឹងជឿពីព្រោះថាប្រសិនបើអ្នកធ្វើប្រហែសវាអាចថាព័ត៌មាននោះវានាំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃហើយអ្នកនឹងខ្លាយទៅជាអ្នកដែលមានវិបរិសេរីនៅពេលណាដែលអ្នកថតចម្លងឬក៏ផ្ដល់ឬក៏ផ្សព្វផ្សាយនេះវាខុសពីអ្វីដែលជាការពិតជាចំណុចនេះអល់ឡោះជាម្ចាស់ទ្រង់បានរំលឹកដាស់តឿនដល់អ្នកមានជំនឿគ្រប់រូបហើយវាជាមេរៀនសំខាន់ណាស់សម្រាប់យើងជាយុវជនដែលជាអ្នកមានជំនឿក្នុងការដែលយើងត្រូវពិនិត្យព័ត៌មានឲ្យច្បាស់មុននឹងផ្សព្វផ្សាយឬក៏មុនចម្លងដល់អ្នកដទៃពីព្រោះថាទី1ដែលអល់ឡោះជាម្ចាស់ថាបើសិនជាអ្នកធ្វើប្រហែសចំពោះបញ្ហានេះវាអាចជារឿងបង្កគ្រោះថ្នាក់ដល់អ្នកដទៃយើងឃើញថាជាក់ស្ដែងជួនកាលអ្នកខ្លះគ្នាអត់ដឹងអីសោះបែរទៅជាព័ត៌មានខ្លះវាប៉ះពាល់ទៅលើអារម្មណ៍របស់គ្នាក្នុងពេលដែលអ្នកមកជំហាននេះក៏ប្រឌិតព័ត៌មានមិនពិតអានឹងតើតើនឹងបញ្ហាព័ត៌មានដែលតើតើនឹងសង្គមតើតើនឹងលោកីនេះប្រសិនបើវាជាព័ត៌មានដែលតេតងទៅនឹងច្បាប់សាសនាអ៊ីស្លាមមានន័យថាយើងហាក់បីដូចជាយើងជួយផ្សព្វផ្សាយនៅអ្វីដែលខុសអញ្ចឹងវានាំឲ្យប៉ះពាល់យ៉ាងម៉េចមិនមែនប៉ះពាល់ត្រឹមថ្ងៃនេះទេវាអាចថាបន្តព្រោះធម្មតាអ្នកដែលរងចាំស្ដាប់ជួនកាលគាត់បានទទួលព័ត៌មាននេះគាត់គិតថាវាជារឿងពិតណាដល់អញ្ចឹងវាមានវិបត្តិអញ្ចឹងដែលអល់ឡោះបញ្ជាក់ថាអ្នកឯងក៏មានវិបត្តិដែរហើយនាំឲ្យអ្នកដែលគេហៅថាអ្នកដែលទទួលហ្នឹងគឺគាត់គ្រោះថ្នាក់ដោយសារគាត់ចាប់ព័ត៌មានអត់ពិតហើយមួយទៀតយើងឃើញថាអ្វីដែលអល់ឡោះជាម្ចាស់បានរំលឹកប្រាប់យើងទាំងអស់គ្នាថាវ៉ាឡាតាអាវ៉ានូអាឡាលអ៊ីស្មីវ៉ាល់អ៊ុដវ៉ានមានន័យថាចូលពួកអ្នកទាំងអស់គ្នាកុំជួយគ្នាលើផ្លូវណាហើយដែលនាំឲ្យคล้ายទៅជាផ្លូវដែលបាបកម្មនឹងអល់ឡោះជាម្ចាស់ចង់និយាយថាផ្លូវដែលមានទោសណាដែលអល់ឡោះហាមហើយនៅផ្លូវណាដែលនាំឲ្យបង្កជាសត្រូវនឹងគ្នាអញ្ចឹងកាលណាយើងជួយផ្សព្វផ្សាយនៅព័ត៌មានមិនពិតវានាំឲ្យមនុស្សនឹងគឺឬក៏សង្គមនឹងវាមានភាពល្អគេថាល្អកកនឹងគ្នាមិនមែនជាការប្រសើរអញ្ចឹងកន្លែងនេះប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះទេវានាំឲ្យយើងនឹងคล้ายទៅជាអ្នកដែលញុះញង់មួយដែរអញ្ចឹងយើងក៏ទទួលបាបកម្មផងដែរហើយជាការីមូហាម៉ាត់ក៏លោកបានមានប្រសាសន៍ផងដែរថាអ្វីដែលនប៊ីបានហាមគឺគីឡាវកឡាមានន័យថាគេនិយាយយ៉ាងម៉េចអ្នកឯងនិយាយបន្តក្នុងពេលដែលអ្នកអត់ដឹងថាព័ត៌មានពិតមិនពិតអញ្ចឹងកន្លែងនេះយើងឃើញថាវិបត្តិសេរីចំណុចអវិជ្ជមានណារបស់ការប្រើប្រាស់លើបណ្ដាញសង្គមកន្លែងនេះគឺសូមឲ្យមានការប្រុងប្រយ័ត្នជាពិសេសគឺយើងជាយុវជនឯងព្រោះយើងជាអ្នកដែលគេហៅថាស្នងរស័យហើយបើសិនជាការស្នងរបស់យើងនឹងវាមិនស្របទៅតាមអ្វីដែលអ៊ីស្លាមបង្កប់ប្រើវាមិនមែនជាអ្នកស្នងត្រូវទេវាទៅជាអ្នកដែលបន្សល់នៅការស្នងនេះមានវិបត្តិស្អីជារៀងរហូតប៉ុន្តែបើសិនជាយើងងាកមកវិញថាបច្ចេកវិទ្យាសង្គមរបស់យើងនេះបើសិនជាយើងប្រើលើភាពត្រឹមត្រូវវាជួយឲ្យព័ត៌មាននឹងផ្សព្វផ្សាយដល់អ្នកដែលនៅទីឆ្ងាយឬក៏គេហៅថាមនុស្សយើងម្នាក់មិនបានទទួលព័ត៌មានពិតទាំងអស់ទេពីប្រភពព័ត៌មាននោះប៉ុន្តែតាមរយៈនៃការបណ្ដាញសង្គមនេះច្រើនអញ្ចឹងយើងមានថាយើងបានប្រយោជន៍ច្រើនដែរប្រសិនបើយើងបានប្រើលើវាទៅត្រឹមត្រូវហើយជាពិសេសគឺយុវជននេះគឺសូមឲ្យប្រើប្រាស់វាលើផ្លូវត្រឹមត្រូវព្រោះវាទាញប្រយោជន៍សម្រាប់ខ្លួនឯងផង
ហើយវាជារូបភាពនៃការជួយផ្សព្វផ្សាយនៅរឿងពិតផងដែរអញ្ចឹងកន្លែងនេះខ្ញុំសូមខ្ញុំសង្ខេបត្រង់ថាតើតើនឹងបញ្ហាបច្ចេកវិទ្យានៃសង្គមដែលយើងត្រូវប្រើប្រាស់នេះគឺវាមានមួយចំណុចវិជ្ជមាននិងមួយអវិជ្ជមានហើយប្រសិនបើយើងប្រើវាត្រឹមត្រូវគឺយើងទទួលបានផលប្រយោជន៍ហើយវាជាអាចជួយសង្គមរបស់យើងផងដែរតែប្រសិនបើយើងប្រើលើខុសក៏វាមានបាត់សម្រាប់សង្គមយើងផងដែរបាទអ្វីដែលយើងពង្រីកបន្ថែមជុំវិញបញ្ហានេះគឺយើងឃើញថាបច្ចេកវិទ្យាសង្គមនេះគឺតម្រូវណាអ្នកដែលជាយុវជនណាសូមឲ្យចូលរួមក្នុងបញ្ហានេះបញ្ហាសង្គមទីមួយគឺយើងជួយសម្រាប់សង្គមយើងតែម្ដងដោយសារថាការជួយរបស់យើងនេះគឺជួយផ្សព្វផ្សាយរឿងពិតដល់ដៃប្រជាជនរបស់យើងដែលគាត់នៅឆ្ងាយនៅមិនបានទទួលព័ត៌មានពិតប្រាកដនេះពីប្រភពរបស់វាប៉ុន្តែសូមថាធ្វើយ៉ាងម៉េចក៏ដោយឲ្យបណ្ឌិតវិច័យមែនទែនព្រោះបើមិនដូច្នោះទេវិបត្តិនេះវាកើតឡើងហើយយើងឃើញថាច្រើនពេលខ្លះយើងកុំគិតថាអញ្ចេះយើងកុំគិតថាផ្សាយសិនចោះបើមានបញ្ហាអីចាំកែជាក្រោយអានឹងមិនល្អទេពីព្រោះយើងឃើញថាអល់ឡោះបានរំលឹកដូចខ្ញុំបានរំលឹកមិញថាអល់ឡោះថាពេលណាដែលព័ត៌មានពីអ្នកដែលជាពិសេសគឺអ្នកដែលចូលចិត្តតែបំភ្លឺការពិតណាបើអ្នកឯងដឹងដល់ប្រភពយើងហើយសូមបញ្ជាក់ឲ្យច្បាស់សិនមុននឹងផ្សព្វផ្សាយអញ្ចឹងមានន័យថាការណាផ្សព្វផ្សាយទៅហើយអ្វីដែលគ្រោះថ្នាក់បំផុតគឺពាក្យសម្ដីយើងចេញទៅឬក៏ការសរសេរសំណេររបស់យើងកាលណាវាចេញទៅហើយវាលំបាកក្នុងការប្រមូលចាប់មកវិញណានៅក្នុងទ្រឹស្ដីអារ៉ាប់វាថាប្រសិនបើពាក្យសម្ដីដែលចេញទៅហើយនេះណាតាមចាប់វិញអត់បានទេប៉ុន្តែអ្វីផ្សេងឧទាហរណ៍ថាកំហុសខ្លះកាយវិការយើងខ្លះអីខ្លះយើងអាចប៉ុន្តែអាពាក្យសម្ដីចេញទៅនេះពួកចេញពីមាត់យើងចូលទៅជាអ្នកដទៃចេញពីមាត់យើងវាចូលទៅលើអ្នកដែលបន្តចុះបើសិនជាអ្នកបន្តនឹងគាត់ចង់បំផ្លាញនៅព័ត៌មានមិនពិតហើយគាត់ចង់ទៅពង្រីកបន្ថែមវាធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរមែនទែនគឺឥស្លាមបានហាមចំណុចនេះណាពួកយើងឃើញថាឥឡូវនេះគឺច្រើនចំណុចទាំងអស់នេះដែលទាក់ទងនឹងបញ្ហាថាគេស្ទើរតែគេហៅថា50%ឬ50%ដែលព័ត៌មានត្រូវតែបញ្ជាក់ឲ្យច្បាស់ព្រោះពេលខ្លះវាចេញមកគឺសិតតែជាព័ត៌មានខ្លះដែលមានវិបត្តិមែនទែនដែលធ្វើឲ្យមនុស្សចាប់ច្រឡំមកបំពេញភ្នែកណាអញ្ចឹងចំណុចនេះគឺវាមិនត្រឹមតែសម័យនេះទេតែទំនើបនេះទេសូម្បីតែសម័យមុនសម្រាប់សាសនាអ៊ីស្លាមរបស់យើងឃើញនៅសម័យនប៊ីយើងក៏លោកឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះដែរអញ្ចឹងហើយបានជាការរំលឹករបស់សាហាបនប៊ីក៏ដូចជាបណ្ដាអ៊ូឡាម៉ាយហៅថាសាសនាវិទូអ៊ីស្លាមដែលគាត់តែងតែឲ្យយកចិត្តទុកដាក់បំផុតរឿងព័ត៌មាននេះឯងព័ត៌មាននេះចង់ឲ្យអាហារមានរសជាតិឆ្ងាញ់និងគ្រួសារមានសុភមង្គលត្រូវជ្រើសរើសប៊ីចេងសញ្ញាចុងភៅកាន់វែកប៊ីចេងសញ្ញាចុងភៅកាន់វែកគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ097 51 94 924និង092 78 56 85